ធ្វើម្ទេសជ្រក់ស្រួយឆ្ងាញ់អត់ខ្មៅអត់ដុះផ្សិតមែនអត់តោះទៅមើលពីវិធីធ្វើទាំងអស់គ្នាដំបូងយើងត្រូវយកម្ទេសស្រស់ហ្នឹងមកបេះតងចេញហើយយកវាទៅលាងជម្រះឲ្យស្អាតត្រូវដាក់ម្ទេសហ្នឹងឲ្យស្រស់ទឹកអស់សិនតមកទៀតយើងដាំទឹកឲ្យពុះយើងដាក់ម្ទេសហ្នឹងចូលទៅទុកវារហូតដល់តែទឹកពុះខ្លាំងហើយយើងកូរវាទៅវិញទៅមកតមកយើងចាក់វាចូលដើម្បីឲ្យវាស្រស់ទឹកអស់យើងត្រូវត្រៀមទឹកកកឲ្យរួចជាស្រេចបន្ទាប់ពីចាក់ស្រស់ទឹកអស់ហើយយើងចាក់វាចូលមកក្នុងទឹកកកត្រាំដើម្បីឲ្យម្ទេសយើងហ្នឹងមានសភាពស្រួយហើយយើងកូរវាទៅវិញទៅមកដើម្បីឲ្យប្រកាសថាម្ទេសទាំងអស់ហ្នឹងទទួលបានភាពត្រជាក់គ្រប់គ្រាន់បន្ទាប់មកយើងទៅធ្វើទឹកសម្រាប់ជ្រក់ម្ទេសមានទឹកខ្មេះមានស្ករមានអំបិលយើងដាក់វាចូលហើយយើងកូរវាទៅវិញទៅមកដើម្បីឲ្យវារលាយល្អនៅក្នុងទឹកពុះហ្នឹងយើងបិទភ្លើងវាហើយយើងទុកឲ្យទឹកហ្នឹងនៅអ៊ុនៗពេលមកម្ទេសយើងនៅត្រាំទឹកកកមិញហ្នឹងយើងចាក់វាចេញមកទុកវាឲ្យស្រស់ទឹកឲ្យអស់ហើយចុងក្រោយពេលដែលទឹកយើងនៅអ៊ុនៗហើយយើងរៀបចំម្ទេសចូលកន្លទៅហើយយើងចាក់ទឹកដែលក្តៅអ៊ុនៗហ្នឹងចូលទៅរួចជាការស្រេច